លោកគ្រូពីភ្នំពេញទៅរតនគិរីមានចម្ងាយប្រមាណគីឡូម៉ែត្រទេលោកគ្រូអូពីភ្នំពេញទៅខេត្តរតនគិរីវាមានចម្ងាយ588គីឡូម៉ែត្រណាហើយមិនក៏លោកគ្រូដឹងច្បាស់ខ្លាំងម្ល៉េះចេះមកពីរៀនហ្នឹងណាអូមេម៉ូរីតូចដូចឯងចឹងប្រយ័ត្នណាសម័យកុំព្យូទ័រគេប្រើរបស់តូចអញ្ចឹងឯងចំណែកខ្ញុំមកចូលចិត្តរបស់ណាដែលធំមែនទេបងត្រូវចិត្តខ្ញុំមិនបាទនៅពេលនេះយើងបានធ្វើដំណើរមកដល់ខេត្តរតនគិរីហើយដើម្បីកំណត់បរិយាកាសកាន់តែសប្បាយនោះខ្ញុំនឹងលើកយកចម្រៀងមួយបទក្រោមចំណងជើងខាខេត្តរតនគិរីសូមតែដៃអបអរសាទរមួយបាទលោកគ្រូគេថានៅផ្ទះម្ដាយទីតីនៅព្រៃម្ដាយតែមួយតាមែនទេអ្នកទាំងអស់គ្នាមែនហើយល្អហើយចំណែកមកវិញណាគិតផ្ញើវាសនាលើបងទាំងអស់គ្នាហើយអូនឯងផ្ញើវាសនាលើបងទៅអូខេដល់ហើយដល់ហើយចុះយាយណាខ្ញុំមុនហើយគុំដណ្ដើមគ្នាតាមស្រួលទៅចូលដល់ហើយពួកយើងនាំគ្នាចូលទៅយូរទៅមកជំរាបសួររតនគិរីអូរតនគិរីក្នុងអត់ទៅមែនអត់គឺស្អាតមែនទេស្អាតទៅថប់ទលាដល់ហើយអូអញ្ជើញមកដល់ហើយហ៎ជំរាបសួរបាទក្រុមខ្ញុំមកសូមអនុញ្ញាតពីលោកមេឃុំដើម្បីស្រាវជ្រាវបាតុភូតចម្លែកនៅជុំវិញស្រុកនេះអូបាទមកអីទេបើអញ្ចឹងសូមអញ្ជើញបងនឹងក្មួយអញ្ជើញគួយលេងខាងនោះសិនទៅអរគុណលោកគ្រូអត់ទៅតោះពួកយើងហើយខាងនោះគឺបឹងកន្សែងណែនោះជុំវិញនេះណានិយាយពីទេសភាពបាច់និយាយទេស្អាតណាស់ពិតជាស្អាតមែននោះនៅខាងមុខនោះគឺផ្ទះរបស់ខ្ញុំហើយណែចេះទៅក្មួយទាំងអស់គ្នានាំគ្នាទៅលេងជុំវិញបរិវេណនេះទៅបរិវេណភូមិគ្រឹះនេះមានលេងគួរតែច្រើនណាស់តាមមើលក៏យើងតាំងដូចអរគុណលោកមេឃុំតោះយើងទៅខាងនោះទៅអញ្ជើញគួយអរគុណអង្គុយទៅណាខ្ញុំត្រេកអរណាស់ដែលលោកគ្រូនាំសិស្សមកស្រាវដូចជារំខានបងបាត់ទៅហើយណានៅទីនេះមានការកាន់អាពេលជំនឿយូរយារណាស់មកហើយការបន់ស្រន់សែនព្រេនទៅតាមប្រពៃណីរបស់ជនជាតិភាគតិចតែឥឡូវនេះក្មេងៗគេរៀនចេះដឹងច្រើនអ្វីក៏បាននាំមកនៅការរីកចម្រើនហើយយើងក៏បានកែប្រែទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាលដែលបានជួយណែនាំពួកខ្ញុំសូមអរគុណលោកបងមេឃុំហើយក៏សូមផ្ញើខ្លួនផ្ញើប្រាណនឹងរបស់មេឃុំផងណាអូហូមិនអុយទេសង្ឃឹមថាពួកលបងនឹងក្មួយស្រាវជ្រាវដោយសុវត្ថិភាពទៅចុះណាបាទខ្ញុំអរគុណលោកអ៊ំច្រើនណាស់ដែលបានណែនាំខ្ញុំ
គឺជាព្រៃពោះដែលអ្នកស្រុកទាំងអស់គ្នាមិនមានអ្នកណាហ៊ានចូលទៅទេព្រោះតែគេឃើញពោះអ្នកតាញីឈ្មោលមួយគូធំហើយវាអាចធ្វើឲ្យគ្រោះថ្នាក់បានយល់ល្អលោកក្មួយកុំទៅមានទីខំប្រឈឹងចិត្តកាយមកឲ្យខាំទៅបងជឿណាគេមិនតោណែនតាមើលទៅអត់ឲ្យគេតិចទៅក៏ឲ្យគេបកាកាតោហើយណាឈឹងផ្លែច្រើនខ្ញុំជឿណាប្រតិទៀតចិត្តកាបងនិស្សិតទាំងអស់គ្នានេះមានអាណាចក្រវិធីពេទ្យឆ្ងល់ទេបងសយឆាមក៏ជឿមកតាកូនមិនរស់សោះហើយចុះមានបានដុតធូបសែនព្រេនហើយនេះនោះរស់ហើយល្អចុះយើងគិតធ្វើយ៉ាងម៉េចធ្វើយ៉ាងម៉េចទៅខំប្រឹកតិចទៀតមកចិត្តការឥឡូវហើយប្រហែលដាក់ថាមកទេចិត្តការឥឡូវអូយជឿណាប្រហែលចិត្តជួយផងធ្វើមិនវិញទេកុំបន្តបទនេះដាច់ខ្យល់ទៅហើយបងមណោខ្ញុំធ្លាប់រៀនឆ្មបឋមនៅជនបទដែនតាបងប៉ុន្តែខ្ញុំខ្លាចប៉ះពាល់ដល់ឆ្មបនៅទីនេះចឹងឯងគួរតែទៅជួយគេភ្លាមតែល្អជាងណាតោះពួកយើងឆាប់ទៅមើលទៅមកពួកយើងឆាប់មើលទៅឆាប់ទៅអាចទៅមើលគេដែរអោឡំលឿនទៅចាំមិនដែរចាំមិនដែរមិនក៏ស្កាត់មាត់ចឹងទៅមើលចាំមិនដែរមិនចឹងមានរឿងស្អីកើតឡើងត្រូវហើយចាំមិនហើយណោះអើយចាំមិនដែរលោកមេឃុំមែនហើយយ៉ាងមិនទៅហើយលោកពូស្លាប់បថោស្លាប់គាត់មែនទេណោះមិនគួរអាណិតណាមែនហើយមិនគួរអាយុខ្លីសោះមិនគួរណាជាងមកយឺតពេកសោះមែនហើយខ្ញុំសោកស្ដាយណាស់ការសម្រាប់កូនមិនគួរណាស្លាប់សោះគ្រាន់តែរឿងសម្រាប់កូនសោះមិនគួរខ្ញុំស្ដាយក្រៃមែនទេប្រហែលមកពីឆ្មបបុរាណចេះតរុញច្រានពូរបស់គាត់ហើយទើបធ្វើឲ្យកូនបាក់កស្លាប់នៅក្នុងពោះកថាបានដែរមនុស្សស្រីយើងមិនគួរយកប្តីទេណ៎គួរអាណិតណាស់លោកគ្រូរឿងកាត់កូនគឺជារឿងរបស់ធម្មជាតិសត្វលោកត្រូវតែមានតែគេទុកឲ្យធ្លាក់ឈាមច្រើនរហូតដល់អ្នកជំងឺសុកដាច់ខ្យល់ស្លាប់មកពីមានការកាត់ទម្លាមទម្លាប់ពេកហ្នឹងណាតោះពួកយើងនាំគ្នាទៅវិញត្រឡប់ទៅវិញតោះគួរអាណិតណាស់
អ្នកនាងជប់សិន ណ៎ចុកណាគិញចេះហើយចុះថាវត្តពីហើយណាគិញចេះណែជប់ជ្រឺហើយនេះទៅណាដើរទៅណាចេះថាវត្តនេះណែពួកឯងណែឆាំងើបឡើងណ៎មើលថាវត្តនោះគេទៅណាចេះអាយមានការអីចេះលោកគ្រូអើយរំខានមែនកំពុងតែគេងស្រួល ជារំខានមែននេះយើង